ស្ដីបងប្អូនម៉ោង7ព្រឹកហើយបងប្អូនបាទតាមផ្លូវមកពីយកក្មេងៗមកដាក់នៅសាលាមត្តេយ្យយកកូនខ្ញុំដាក់នៅក្នុងសាលាមត្តេយ្យហើយឥឡូវត្រឡប់ទៅផ្ទះវិញទស្សនវិជ្ជាតាមផ្លូវពេលធ្លាក់តកកយុគមិញអញ្ចឹងណាហើយថ្ងៃនេះគឺធ្លាក់យ៉ាងតិចអញ្ចឹងទេហើយថ្ងៃមុនគឺធ្លាក់ច្រើនឡានគ្របតកកអស់ហើយឡាននេះផ្ទះគេរស់នៅបងប្អូនបាទឃើញពោះអញ្ចឹងផ្ទះគេរស់នៅខ្ញុំជំរាបបងប្អូនវីដេអូមុនអញ្ចឹងជាជននៅលំងភាគច្រើនគឺគេរស់នៅក្នុងផ្ទះបែបហ្នឹងបាទនៅខ្មែរយើងគេហៅខុនដូណានៅខុនដូដែរតែគ្រាន់តែគេធ្វើមិនសូវជាទំនើបបានទេតកឡានក្រុងដឹកសិស្សសាលាដឹកអ្នកធ្វើការដឹកយើងអត់មានឡានជិះអញ្ចឹងយើងជិះឡានក្រុងជិះមធ្យោបាយសាធារណៈអញ្ចឹងទៅឆ្លងផ្លូវនេះល្ងិតខែត្រជាក់អញ្ចឹងមិនសូវមានពលឺថ្ងៃទេបងប្អូនពីច្រើនមេឃគឺអញ្ចឹងនេះគឺល្ងិតចឹងមកដល់ផ្ទះហើយទ្វារចូលផ្ទះខ្ញុំហើយឡើងទៅជាន់ទី1ផ្ទះអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ